នៃនាមវត្តអិននិមិត្តអ្នកស្រុកឆ្ងាយចិត្តហៅថាវត្តត្បែងមាននាមផ្លូវការបញ្ញត្តិជាក់ស្ដែងកំណត់តាំងតែងជាវត្តក្តីបេងអោវត្តក្តីបេងបុរាណអាចារ្យលោកដំណាលប្រាប់ចងចាំសាស័ព្ទនៅនៃវត្តត្បែងដែលជាដែនដីអ្នកតាក្តីបេស្ដាប់មិនវង្វេងចងចាំមិនភ្លេចចងចាំមិនភ្លេចព្រះមហាខត្តយាចន្ទរាជាទ្រង់តាំងបញ្ជាទ័ពហាត់ជានិច្ចកំណត់ទីតាំងបីបានរំលេចคล้ายឈ្មោះជានិច្ចវត្តអិននិមិត្តវត្តអិននិមិត្តឃុំត្បែងឃុំត្បែងស្រុកកំពង់ស្វាយញាតិមិត្តចិត្តឆ្ងាយតែងតែស្គាល់ពិតទីតាំងច្បាំងលាស់វត្តអិននិមិត្តមានមិនប្រឌិតខេត្តកំពង់ធំខេត្តកំពង់ធំព្រះមហាខត្តយាចន្ទរាជាទ្រង់តាំងបញ្ជាទ័ពហាត់ជានិច្ចកំណត់ទីតាំងបីបានរំលេចคล้ายឈ្មោះជានិច្ចវត្តអិននិមិត្តវត្តអិននិមិត្តឃុំត្បែងឃុំត្បែងស្រុកកំពង់ស្វាយញាតិមិត្តចិត្តឆ្ងាយតែងតែស្គាល់ពិតទីតាំងច្បាំងលាស់វត្តអិននិមិត្តមានមិនប្រឌិតខេត្តកំពង់ធំខេត្តកំពង់ធំ